ចូលពេទ្យនេះគឺគៀមទីពេទ្យបាទធំពេទ្យធំបាទឥឡូវនេះគឺយើងបានមកដល់មន្ទីរពេទ្យហើយបាទឥឡូវនេះខ្ញុំបាទប៉ែនពុទ្ធភាបានមកដល់មន្ទីរពេទ្យហើយជាមួយនឹងបងស្រីរ៉ានីហើយនឹងសូមម្ដងទៀតជំរាបសួរលោកយាយគឺជាម្ដាយរបស់បងគឺបានមកដល់មន្ទីរពេទ្យហើយបងស្រីអាចរៀបរាប់បន្តិចបាននេះហើយជំងឺគាត់មានលក្ខណៈបែបណាដែរចាកាលពីថ្ងៃទី8 ខែ 6 នេះម៉ាក់ខ្ញុំគាត់បានត្រូវវះស្បូនហើយគាត់ត្រូវយកស្បូនចេញហើយត្រូវលើកកម្រងនោមឡើងលើរួចហើយទ្រាប់ស្បៃមួយជាន់ទៀតដើម្បីកុំឲ្យកម្រងនោមនឹងធ្លាក់ហើយទៅបានមួយអាទិត្យក្រោយមកស្រាប់គាត់ធ្លាក់ឈាមគាត់ត្រឡប់មកគេងពេទ្យម្ដងទៀតអញ្ចឹងឥឡូវគាត់គេងបាន3យប់ទាំងយប់នេះនៅក្នុងអីយប់តែចាប៉ុន្តែគាត់មានសុខភាពល្អគាត់មាំតំធូរស្រាលច្រើនជាងមុនការយកចិត្តរបស់ពេទ្យជាពិសេសយើងនិយាយថាប្រព័ន្ធសុខាភិបាលតែម្ដងតើមានលក្ខណៈបែបណាដែរបងអាចរៀបរាប់បន្តិចបានទេចាល្អណាស់អូននៅទីនេះពេលណាយើងឈឺស្កាត់កន្លែងណាពេលយកប្រលប់ស្មានណាក៏មានគេមកមើលថែយើងបាយទឹកអីសម្រាប់ពាក់ដូរផ្លាស់កន្លែងអីនិយាយមួយម៉ាត់ឲ្យចំថាសម្រាប់យើងជាឋានសួគ៌សម្រាប់មនុស្សលោកដែរចាចុះថ្នាំពេទ្យការដាក់សេរ៉ូមឥឡូវនេះគឺគាត់ពងដាក់សេរ៉ូមតែមានការបង់លុយឬមួយក៏គេគិតថ្លៃយ៉ាងម៉េចដែរចាអត់មានទេអូនតម្លៃទាំងប្រមាណគឺជារដ្ឋអ្នកចំណាយទាំងអស់គឺជាគេប្រមាណយកបដ ாய் ថ្នាំលេបសេរ៉ូមយកឈាមថតស្កានយើងឡាស៊ែអីអត់មានយើងឈាមណាយើងដេកពេទ្យនេះអត់អស់មួយរៀលទេកូនបើយើងនិយាយពីប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាធម្មតាយើងឈឺមិនថាឈឺអីទេចូលទៅគឺយើងមានការបង់លុយថ្លៃបន្ទប់ហើយបើយើងត្រូវវះកាត់បង់លុយថ្លៃមុខកំបិតវះកាត់ហើយបន្តមកយើងត្រូវដាក់សេរ៉ូមចាក់ថ្នាំយើងត្រូវបង់លុយថ្លៃចាក់ថ្នាំហើយប្រសិនបើអ្នកជំងឺឈឺលើសពីហ្នឹងទៀតក៏ត្រូវលុយហ្នឹងក៏ត្រូវកើនតាមហ្នឹងទៀតចុះនៅទីនេះគឺស្ថានភាពទាំងហ្នឹងគឺมันមានលក្ខណៈអញ្ចឹងទេឬយ៉ាងម៉េចដែរចាมันមានទេអូនអត់មានទេគឺអ្វីៗរដ្ឋអ្នកចំណាយទាំងអស់ហើយនិយាយទៅពី1ដល់100គឺថាយើងអត់មានបាក់ចំណាយអីទេតែលើកលែងតែអ្នកដែលគេធ្វើការមានជាលធំបានថ្លៃចឹងទៅគេថែរក្សាជារបៀបឯកជនល្អទេទៅនៅពេទ្យនៅប្រទេសកម្ពុជាមួយទៀតធម្មតាដូចថាម្ដាយឈឺអញ្ចឹងកូនត្រូវតែមកជួយមើលមកយាមម្ដាយមកចិត្តម្ដាយចុះនៅស្រុកនេះយើងធ្វើអញ្ចឹងបានទេបានអូនបើកាលណាយើងមានពេលតំណែងយើងអាចមកក៏ជួយដល់កម្លាំងគេមួយដែរហើយម្យ៉ាងទៀតក្នុងម្នាក់គេមើល3 4 5នាក់អញ្ចឹងទៅបើយើងនៅចិត្តគាត់ទៅយើងអាចគាត់ត្រូវការអ្វីយើងអាចជួយគាត់គ្រាគាត់ទៅបានតែនៅស្រុកនេះយើងមិនអាចធ្វើអញ្ចឹងបានព្រោះម្នាក់មានបន្ទុកធ្វើការរៀងខ្លួនចាធ្វើការរៀងខ្លួនដើម្បីចិញ្ចឹមផ្ទះអីប៉ុន្តែគាត់នៅកន្លែងនេះពួកយើងទុកចិត្តមកពីយើងពួកគេយើងឃើញពួកគេធ្វើការបានល្អមើលអញ្ចឹងបានន័យថាប្រសិនបើអ្នកជំងឺម្នាក់មិនមានបងប្អូនកូនក្មួយមកជួយមើលថែក៏ពេទ្យនៅក្នុងមន្ទីរពេទ្យគេហៅថាពេទ្យមជ្ឈុំពេទ្យធម្មតាអីហ្នឹងក៏គេមើលការខុសត្រូវយកចិត្តដូចជាម្ដាយដូចជាឪពុករបស់គេដែរចាដូចគ្នាអូនមែនទេម៉ាក់គេមើលល្អហ៎មើលល្អម៉ាក់ថាគេមើលល្អគាត់ទៅថាបើយើងមិនចេះភាសានិយាយវាមិនអស់មិនហើយចឹងឯងអូបើសិនតែយើងមិនចេះភាសាមិនបាយហ្នឹងមុននឹងបាយគ្នាបងស្រីមានអីចង់និយាយទៅកាន់ប្រជាប្រដ្ឋខ្មែរចេះនេះខ្ញុំសូមផ្ញើសេចក្តីនឹករលឹកដល់ប្រជាប្រដ្ឋយើងទាំងអស់គ្នាថាសូមឲ្យថ្ងៃមួយប្រទេសយើងនឹងរីកចម្រើនដូចជាប្រទេសគេដែរនេះខ្ញុំបងប្រាថ្នាចាហ្នឹងនេះជាគោលកំណត់របស់ខ្មែរយើងគ្រប់គ្នាសង្ឃឹមថាថ្ងៃក្រោយនឹងអភិវឌ្ឍប្រទេសជាតិឲ្យបានល្អដូចជាប្រទេសគេដែរអរគុណច្រើនបងស្រីអរគុណសូមឲ្យយើងមានសន្តិភាពដូចគេអញ្ចឹងសន្តិភាពសេរីភាពកុំឲ្យកាត់ទុកអីភ័យព្រួយពិបាកអីព្រោះយើងពិបាកណាស់រាល់ថ្ងៃបាទអរគុណច្រើនមកយាយអរគុណបាទម៉ាក់នេះសុខទេម៉ាក់មិនចាំទៀតនៅក្នុងនេះមិនទៅអានោះគេហូបអីអូគេហូបអីមិន